ជំរាបសួរបាទសូមរីករាយទស្សនាដំណើរកម្សាន្តទៅប្រទេសជប៉ុនរយៈពេល5ថ្ងៃជាមួយខ្ញុំតើខ្ញុំបានទៅលេងនៅណាខ្លះមុនហោះទៅប្រទេសជប៉ុនខ្ញុំត្រូវ transit នៅប្រទេសវៀតណាមសិនមកដល់វៀតណាមម៉ោងប្រហែលម៉ោង3ថ្ងៃត្រូវចាំរៀងយូរដែរខ្ញុំក៏ចូលឡោនជ្រកអ្វីញ៉ាំទំនេរពេកមានតែលេងហ្គេមហើយរួមលេងហ្មងទៅរួមដល់ម៉ោងហោះទៅជប៉ុនគឺម៉ោង12កន្លះយប់ឆ្លងថ្ងៃលក្ខណៈខាគេងលើយន្តហោះអីចឹងណាម៉ោង8ព្រឹកទៅដល់ប្រលានយន្តហោះជប៉ុន Finally, I arrived Japan, and now I'm at Narita. Look. Welcome to Japan. មកដល់ជប៉ុនភ្លាមទឹកមុខរិចដូចគ្រាប់ជីអញ្ចឹងត្រជាក់ស្រួលណាស់បន្ទាប់មកខ្ញុំក៏ជិះឡាន tourist បន្តដំណើរទៅតំបន់ភ្នំ Fuji គឺទៅចំការ strawberry មុនគេទេសភាពនៅតាមដងផ្លូវនៅតំបន់ភ្នំ Fuji ពិតជាស្រស់ស្អាតមែន Hello guys, now I'm in front of the strawberry farm. Yay! They provide us with the milk to eat with the strawberries. Look. Oh. You can pick up the very red strawberries and immediately eat them here. Eat them. 3, 2, 1, go. Tasty. Strawberry ទាំងនេះពណ៌ក្រហមល្អណាស់បន្ទាប់មកខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ហើយក៏បន្តដំណើរទៅជ្រលងភ្នំភ្លើងអូវ៉ាគុដានីអ្នកទាំងអស់គ្នាអាចមើលឃើញផ្សែងហុយៗលើភ្នំភ្លើងនេះ ភ្លក់ពងមាន់ខ្មៅល្បីថាបង្កើតចំនួនអាយុ7ឆ្នាំឯណោះមានណាគ្មានបានញ៉ាំទេគេអត់ឲ្យចូលដល់ខាងក្នុងផងដោយសារអាកាសធាតុត្រជាក់ពេកខ្ទើបកខ្លាំងពេកក៏ជិះទៅអូតាតែម្ដងទៅនេះគឺជាអូតាបាតភ្នំ Fuji នេះគឺជាកន្លែងយកទឹកនេះគឺជាកន្លែងសម្រាប់ផ្សេងមកនេះគឺជាកញ្ចក់មកមើលស្អាតអត់វ៉ាវខ្យល់វូខ្ញុំជិះមកម៉ាត់បាទអូតារកអីញ៉ាំលេងសិនបានជួលគេង Guys look this Fuji mountain wow អូតាក្បែរភ្នំ Fuji ទេសភាពស្អាតខ្លាំងហ្មងមានភ្នំមានបឹងហឹងស៊ុយល្អណាស់មិនបងអង្គយូខ្ញុំក៏បន្តដំណើរទៅបឹងអូស៊ីណូហាកាយដែលជាប្រភពទឹកប្រៅរលាយមកពីភ្នំ Fuji និងបានចម្រោះអស់រយៈពេល80ឆ្នាំមកហើយមិនត្រឹមតែប៉ុណ្ណោះយើងអាចមើលឃើញភ្នំ Fuji ពីចម្ងាយយ៉ាងស្រស់ស្អាតថែមទៀតផងទឹកនេះជ្រៅណាស់ខ្ញុំអត់ចាំជម្រៅប៉ុន្មានទេតែទឹកឡើងថ្លាមើលឃើញត្រីយ៉ាងច្បាស់ហើយតំបន់នេះត្រូវបានគេចាត់ទុកជាតំបន់បេតិកភណ្ឌពិភពលោកផងដែរកន្លែងនេះយើងអាចផឹកភ្លាមៗឬទិញ10ទឹកត្រង់ទឹកទុកផឹកបានព្រោះជាទឹករ៉េធម្មជាតិដ៏ថ្លានិងជាទឹកចម្រោះពីភ្នំ Fuji I'm so happy that I found Japanese money magnets yay Look at the smoke coming from the Fuji mountain ចេញពីបឹងអូស៊ីណូហាកាយខ្ញុំបន្តដំណើរទៅអូសៀនហេវ៉ាដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតជាពិសេសសម្បូរទៅដោយផ្កាសាគូរ៉ាដ៏ស្រស់បំព្រងស្រស់ស្រាយណាស់ខ្ញុំបានរាំលេងនៅមុខតាមសាគូរ៉ាភិងហ្មងបន្ទាប់មកខ្ញុំមកវិថីគិនសាដើម្បីទទួលទានអាហារថ្ងៃត្រង់ហើយក៏ដើរលេងបន្តទៀតនៅជប៉ុនសុកស្មានតែខ្លួនឯងនៅបារាំងដែរឃើញធួយ Eiffel ឲ្យច្បាស់កន្លែងហានៅជប៉ុនដដែលដែរ I decided to buy this one It's so cool មកដល់វិហារអាសាគូសាយើងត្រូវលាងដៃជាមុនសិនទើបចូលទៅបន់ស្រន់បានវិធីបន់ស្រន់យើងត្រូវបោះកាក់ចូលអោនគ្រប់2ដងទះដៃ2ដងអោន
គ្រូម្ដងទៀតទើបធ្វើការបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនមានលៀបមានជ័យលុយហូរចូលទាំង8ទិសសុខភាពល្អសម្រេចបានគ្រប់សេចក្តីប្រាថ្នាសាធុសាធុសាធុហាខ្ញុំមកដល់អាមេរិកហើយមើលនោះរូបសំណាកនារីសន្តិភាព Statue of Liberty ដល់លោកតាជប៉ុនវិញបាត់កូនីជីវ៉ាជួលមកបន្ទប់មួយផ្លែតក៏បន្តទម្លាប់ដដែលគឺដើរលេងរកអីញ៉ាំក្បែរអូតែលកំងវឺតចូលគេងព្រឹកស្អែកដើរលេងតទៀតពិសេសណាស់បានជិះរថភ្លើងទៅ Disneyland តែប្រយ័ត្នជួលរថភ្លើងខុសដល់ណាមណីមិនដឹងទេទោះតែយើងមើលឲ្យច្បាស់ព្រោះខ្សែរថភ្លើងនៅជប៉ុនខ្វាត់ខ្វែងលើក្រោមឡើងវង្វេងហ្មងដល់កន្លែងពេញលេងហើយគ្រាន់តែគេបើកឲ្យចូលរត់វូនៅនេះសบายថតរូបលេងណាស់ណាដល់ឃើញចង្គៀងតប់អាឡាដាមផ្សឹងឲ្យខ្ញុំខ្លាយជាមហាសេដ្ឋីវ័យក្មេងសាធុអូយចង្គៀងតប់និយាយថាចាំខ្ញុំជួយតែលោកម្ចាស់កុំភ្លេចខំរៀនផងណានៅ Disneyland ជប៉ុនសម្បូរកន្លែងលេងណាស់គេមានដាំលម្អផ្កាស្រស់សឹងគ្រប់ទីកន្លែងហើយនេះជាផ្កា Daisy ដែលម៉មមីខ្ញុំស្រឡាញ់ធ្លាប់តែឃើញពណ៌សនៅនេះមានពណ៌ផ្កាឈូកទៀតហត់រកអាហារពេលល្ងាចញ៉ាំក៏រកបានផ្លូវមាន់មួយទំហំចង់ប៉ុនមុខខ្ញុំហើយមានអីឆ្ងាញ់ដែរណាអ្នកទាំងអស់គ្នាឮសំឡេងខ្យល់ទេខ្យល់ត្រជាក់ខ្លាំងណាស់មកជប៉ុនប៉ុន្មានថ្ងៃនេះខ្ញុំរៀនបានច្រើនចេះដាក់កាក់ទិញអ្វីញ៉ាំមើលពីការរស់នៅរបស់ប្រជាជនជប៉ុនបានខ្លះព្រោះដល់ថ្ងៃឡើងយន្តហោះមកមាតុភូមិកំណើតវិញហើយសូមអ្នកទាំងអស់គ្នាជួយ like ជួយ share និង subscribe ខ្ញុំផងណាសូមអរគុណចំពោះការទស្សនាសូមជម្រាបលា